ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនឹងដែររៀបចំឲ្យបានដើរលេងទៀតហើយហើយសម្រាប់ចុងសប្តាហ៍អញ្ចឹងយើងដំណើរកំសាន្តទៅខេត្តស្ទឹងត្រែងសូម្បីមើលទៅកាបូបហ្នឹងគឺប្រហែលជា10គីឡូហើយកាបូបហ្នឹងយើងចាប់ផ្ដើមចេញដំណើរពីសៀមរាបទៅខ្ទង់ម៉ោង8ព្រឹកដោយចេញទៅខេត្តស្ទឹងត្រែងហើយយើងបន្តដំណើរទៅកោះហានដែលមានចម្ងាយប្រហែលជា320គីឡូម៉ែត្របាទបន្ទាប់ពីយើងធ្វើដំណើរដល់វែងឡាយបាទមកដល់ទីតាំងសម្រាប់ហូបបាយថ្ងៃត្រង់នៅរីសតមួយកន្លែងក្បែរប្រាសាទកោះកេរយើងហ្នឹងកន្លែងហ្នឹងដែរខ្ញុំបាននិយាយដែរប៉ុន្តែដោយសារម៉ៃអត់សូវស្រូបអញ្ចឹងខ្ញុំក៏ voice over ពីលើទៅជាមួយគ្នាដែរយើងបន្តដំណើរទៅទីតាំងមួយទៀតគឺទឹកជ្រោះសុភមិត្តនៅតាមផ្លូវទៅខេត្តស្ទឹងត្រែងដូចគ្នាដែរបាទក្រោយពីយើងធ្វើដំណើររយៈពេល1ម៉ោងយើងក៏បានមកដល់ទឹកជ្រោះសុភមិត្តដោយជោគជ័យបាទទឹកជ្រោះសុភមិត្តឬក៏អ្នកខ្លះគាត់ហៅថាទឹកជ្រោះព្រះនិមិត្តជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាតមែនទែននៅជាប់នឹងព្រំប្រទល់ខេត្តស្ទឹងត្រែងខេត្តព្រះវិហារក៏ដូចជាជាប់នឹងព្រំប្រទល់ប្រទេសឡាវផងដែរបើសិនជាយើងគិតទៅមានចម្ងាយ64គីឡូម៉ែត្រពីរង្វង់មូលក្រុងស្ទឹងសែនបើយើងបន្តដំណើរមកតាមបណ្ដោយផ្លូវជាតិលេខ9ហើយនេះក៏ជាលើកទី1ដែរដែលខ្ញុំបានមកដល់ទឹកជ្រោះសុភមិត្តនេះដោយឃើញសម្រស់ស្រស់ស្អាតបែបនេះខ្ញុំសឹងតែមិនចង់បន្តដំណើរទៅមុខទៀតសោះហើយបន្ទាប់មកយើងក៏បន្តដំណើររយៈពេល40ទៅ45នាទីទៀតយើងក៏បានមកដល់ស្ពានមេគង្គដែលស្ថិតនៅក្រុងថ្លាបរិវត្តន៍នៃខេត្តស្ទឹងត្រែងស្ពាននេះដែរមានប្រវែង1731ម៉ែត្រលាតសន្ធឹងនៅលើទន្លេមេគង្គមកដល់កន្លែងស្នាក់នៅភ្លាមម្នាក់គឺសំដៅទៅរកបន្ទប់រៀងៗខ្លួនដោយមានការនឿយហត់ហើយពួកយើងក៏ទុកកម្លាំងសម្រាប់ការធ្វើដំណើរនៅថ្ងៃស្អែកទៀតហើយព្រឹកនឹងដែរយើងក៏បន្តដំណើរទៅតាមផ្លូវជាតិលេខ7ប្រហែលជា20គីឡូម៉ែត្រពីក្រុងថ្លាបរិវត្តន៍ឆ្ពោះទៅកាន់រមណីយដ្ឋានកោះហានគ្រាន់តែមកដល់សហគមន៍ភ្លាមពួកយើងដឹងថាពួកយើងគឺជាភ្ញៀវទី1ដែលបានមកដល់សហគមន៍នៅថ្ងៃនេះហើយជាមួយគ្នានេះដែរសហគមន៍ក៏មានបង្ហាញនៅទីតាំងសម្រាប់ភ្ញៀវទេសចរដើរលេងនៅលើកោះហាននេះផងដែរហើយបន្ទាប់ពីយើងរៀបអីវ៉ាន់រួចហើយយើងក៏ដឹកអីវ៉ាន់ទាំងអស់ហ្នឹងគឺយកទៅដាក់នៅលើទូកដោយបន្តដំណើរទៅកាន់កោះហានហើយយើងត្រូវធ្វើដំណើរប្រហែលជា1ម៉ោងទៅដល់កន្លែងដែលយើងត្រូវឈប់សម្រាកហូបបាយថ្ងៃត្រង់កោះហានស្ថិតនៅឃុំកោះស្នែងស្រុកអូស្វាយសែនជ័យខេត្តស្ទឹងត្រែងហើយបើយើងក៏លេចមកមើលសម្រស់នៃកោះហាននេះគឺពិតជាមានសម្រស់ស្រស់ស្អាតហើយសម្បូរទៅដោយធនធានធម្មជាតិដ៏ច្រើនមហាសាលរកទៀតបាទខោចាំកោះហាននឹងរូបមួយណារូបច្រើនពេកបន្ទាប់ពីយើងបានមកដល់កន្លែងដែលយើងសម្រាប់ហូបបាយថ្ងៃត្រង់ហើយពួកយើងបានលេងនៅទីនោះរយៈពេល1ម៉ោងបន្ទាប់មកយើងក៏ត្រឡប់មកកន្លែងដែលយើងចុះទូកមុនហ្នឹងបាទ
ប្រហែលជា2ជាងបានហើយមួយក៏មក2មកសោះកន្លះ រៀងក្តៅ យើងក្តៅមក2 បើយើងជី ជីប្រហែលប៉ុន្មានម៉ោង 5 ម៉ោង មកហើយពេលនេះដែរបងតកងទូកក៏បានរៀបចំកាយៈឲ្យពួកយើងជីហើយយើងត្រូវសណ្ដោកាយៈនេះទៅកន្លែងដែលយើងហើយបន្ទាប់ពីយើងមកដល់កន្លែងចាប់ផ្ដើមជីកាយៈហើយយើងក៏បន្តដំណើរដោយស្របទៅតាមមាត់នៃឆ្នេរកោះហាននឹងរហូតទៅដល់តំបន់អភិរក្ស Flip my phone, toss it in my bag. Today's for us, no time to lag. Feel the world just turning slow. ហើយនៅក្នុងតំបន់អភិរក្សនេះដែរយើងឃើញមានសត្វជាច្រើនហើយសត្វដែលបងប្អូនកំពុងតែឃើញនេះគឺជាក្អែកទឹកហើយបើតាមបងដែលតកងទូកគាត់ថាខែនេះគឺរៀងតិចហើយមានខែខ្លះគឺច្រើនជាងនឹងទៅទៀត Sing it till we break. Concrete warm under my bed. ត្រូវធ្វើពលអភិរក្សតា គេអ ណា ភិរ បា ក្ស ញ់នេះគេឃើញ5ឆ្នាំរួម7ឆ្នាំ ចូលពន្ធនាគារ សត្វអីបង ខាងរំសាខាងនេះមិនបាច់ទេ ខំសុវ័យ សត្វនីមួយនឹងតាយ៉ងតាអត់បាននេះគេសរសៃគេលោតបាញ់នេះមែន ប្រហែល Every spark in their voices shows they care. Colors splash like secrets on the ហើយទស្សនភាពដែលបងប្អូនកំពុងតែឃើញនេះគឺជាបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅលើកោះស្នែងនៅក្បែរកោះហាននេះដែរ Let the វាទំនើបណាអូមើលអានេះតាំងបើមកដល់ប៉ុន្មាន woke up late, missed the morning glaze. ហើយយប់នឹងដែរយើងនឹងសម្រាកនៅលើឆ្នេរនេះកោះហាននេះ Grab my shades and hit the streets. No plan. ក្រោយពីចំណាយពេលមួយយប់នៅលើកោះហានហើយពួកយើងបានត្រឡប់មកកាន់ទីស្នាក់ការនៃសហគមន៍វិញហើយវីដេអូនេះគឺមានតែប៉ុណ្ណេះឯងអរគុណសម្រាប់ការតាមដានទស្សនាហើយកុំភ្លេចជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណជម្រាបលា Smiles, crashing waves, no shame. Flip my phone, toss it in my bag.